បាទសូមជម្រាបសួរលោកគ្រូនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹងលិខិតទំនាក់ទំនងឬក៏សេចក្តីជូនដំណឹងអញ្ចឹងបើមានចម្ងល់ឬក៏បញ្ហាអីទាក់ទងនឹងការប្រើប្រាស់បាទសូម scan QR code ត្រង់នេះមកវានឹងទៅកាន់ដំណរ link ដែលមានវីដេអូបង្ហាញពីការប្រើប្រាស់ហើយបាទអញ្ចឹងនេះគឺជាសេចក្តីជូនដំណឹងដែលយើងត្រូវជម្រាបទៅដល់មេដាបេដាសិស្សណាដែលគាត់អវត្តមានបាទចាប់ពី3ថ្ងៃឡើងលើហ្នឹងបាទជាប់គ្នាយើងគួរតែផ្ដល់គាត់ដឹងទៅតើមូលហេតុអីបាទអញ្ចឹងបើគាត់អត់បានជម្រាបប្រាប់មូលហេតុទេគឺយើងសូមធ្វើលិខិតហ្នឹងទៅបាទអញ្ចឹងខ្ញុំអាចធ្វើការជ្រើសរើសបានបាទយើងចុចជ្រើសរើសនៅទីនេះអញ្ចឹងយើងធ្វើការជ្រើសរើសតាមនឹងមកបាទឧទាហរណ៍ថាបាទទុំសុវណ្ណវីសាអញ្ចឹងទៅបាទជាគាត់ភេទស្រីបាទយើងជ្រើសរើសភេទស្រីមកអញ្ចឹងតើគាត់អវត្តមានប្រហែលថ្ងៃហើយឧទាហរណ៍ថា3ថ្ងៃហើយយើងវាបញ្ចូលលេខ3នៅទីនេះមកហើយចាប់ពីថ្ងៃណាដល់ថ្ងៃណាបាទអញ្ចឹងនៅកន្លែងនេះគឺតម្រូវឲ្យលោកគ្រូវាបញ្ចូលការបច្ឆេទដែលគាត់អវត្តមាន3ថ្ងៃហើយអញ្ចឹងយើងដក3ថ្ងៃមុនមកខ្ញុំឧទាហរណ៍គឺថ្ងៃទី15បាទអញ្ចឹងយើងប្រើសញ្ញាស្លាស់មកមកខែ9ស្លាស់ទៀត2025បាទអញ្ចឹងវានឹងបូកថែម3ថ្ងៃដោយស្វ័យប្រវត្តិហើយបាទគឺដល់ថ្ងៃទី18នឹងតែម្ដងបាទអញ្ចឹងគ្រាន់តែប៉ុណ្្នឹងតាក់ទងជាមួយនឹងការបច្ឆេទនេះគឺលោកគ្រូត្រូវវាបញ្ចូលនៅទីនេះបាទអញ្ចឹងដោយសារតែការបច្ឆេទនេះត្រូវហើយគឺខ្ញុំមិនចាំបាច់វាបញ្ចូលទេគឺប៉ុណ្្នឹងបាទតែប៉ុណ្្នឹងទេលោកគ្រូអាចបញ្ចូលហត្ថលេខានិងត្រាលោកនាយកបានបើគាត់មានការអនុញ្ញាតឲ្យលោកគ្រូបញ្ចូលបាទឬក៏មិនចាំបាច់ក៏អត់ជាបញ្ហាដែរចាំបោះពុំចាំឲ្យគាត់ចុះហត្ថលេខានិងវេត្រាមកអញ្ចឹងដូចគ្នាទេលោកគ្រូបាទតែប៉ុណ្្នឹងទេសម្រាប់ការងារនឹងបាទសូមផាសទីតាំងទុកឯកសារនៅទីនេះហើយយើងចែកទាញយកគឺជាការស្រេចបាទអរគុណច្រើនទៅគ្រូសម្រាប់ការទស្សនាវីដេអូនេះបាទ